गाता पंजाब मिसाला पिल्ला नी मुक्कु మీద కోపం కొంచెం తగ్గాలి పిల్ల మిసాల పిల్లសួស្តីនៅពេលនេះខ្ញុំកំពុងស្ថិតនៅក្នុងទីក្រុងហៃក្រាបាតធានីនិរដ្ឋទីលង្កាណាភាគខាងត្បូងប្រទេសឥណ្ឌាទីក្រុងនេះមានប្រជាជនប្រមាណ 9 លាននាក់ជាទីក្រុងធំទី 6 នៅក្នុងប្រទេសឥណ្ឌាហើយជាទីក្រុងដ៏ទំនើបផងដែរនៅពេលនេះម៉ោងប្រហែលជា 10 ព្រឹកមនុស្សម្នាបានចូលធ្វើការអស់ហើយប៉ុន្តែបើនៅលើដងផ្លូវវិញនៅតែមានរថយន្តម៉ូតូទៅមកមិនដាច់ទេស្ថាននេះជាទីក្រុងធំមនុស្សណែនណាន់តាមតាប់មែនទែនតែម្ដងឥឡូវនេះខ្ញុំកំពុងស្ថិតនៅតាមដងវិថីមួយនៃសង្កាត់មាថាពូទីក្រុងហៃក្រាបាតដែលជាសង្កាត់ដ៏ទំនើបហើយសម្បូរទៅដោយអគារធំក្រុមហ៊ុនធំភាគច្រើនគឺក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាកុំព្យូទ័រនៅទីនេះគឺមិនរៀច្រើនទៅមកតែម្ដងឥឡូវនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់បឹងមួយឈ្មោះថាបឹងឌូរ៉ាំសឺរវូដែលជាបឹងដ៏ធំនៅក្នុងទីក្រុងនេះបាទឥឡូវនេះខ្ញុំបានមកដល់បឹងឌូរ៉ាំសឺរវូហើយបាទហើយខ្ញុំកំពុងស្ថិតនៅលើស្ពានខ្សែកាបដែលឆ្លងកាត់បឹងនេះបាទស្ពាននេះជាស្ពានមានប្រវែងប្រហែលជា 700 ម៉ែត្រហើយកម្ពស់ 50 ម៉ែត្រដូច្នេះយើងអាចមើលឃើញពីសភាពទូទៅនៃបឹងនេះតែម្ដងបឹងនេះយើងស្ថិតក្នុងជលងភ្នំហើយយើងមើលទៅម្ខាងឃើញតំបន់ជូប៊ីលីដែលជាតំបន់ទីក្រុងទំនើបស្អាតនៅម្ខាងទៀតគឺបរិវេណជុំវិញបឹងនេះជាតំបន់ថ្មីក្រុងថ្មីដ៏ទំនើបក្រុងហៃក្រាបាតនៅตรงនេះមើលទៅតាមសម័យមែនទែនដូចជានៅបណ្ដាប្រទេសទ្វីបអឺរ៉ុបផងដែរបាទបឹងឌូរ៉ាំសឺរវូនេះជាបឹងមួយដែលគេហៅថាបឹងសម្ងាត់ដោយសារបឹងនេះស្ថិតនៅក្នុងជលងភ្នំនិងជលងកំពង់រាបហើយមានទេសភាពស្អាតនៅតាមបឹងនេះហើយជាទីក្រុងទំនើបអត្តនសម័យមួយនៅក្នុងប្រទេសឥណ្ឌាទីក្រុងហៃក្រាបាតជាទីក្រុងល្បីឈ្មោះផ្នែកខាងបច្ចេកវិទ្យាព័ត៌មានហើយនិងកុំព្យូទ័រមានអគារធំដែលជាសណ្ឋាគារក៏ដូចជាស្នាក់ការក្រុមហ៊ុនកន្លែងស្រាវជ្រាវផ្នែកជាសាស្ត្រជាដើមបាទនៅទីនេះជីវភាពរបស់ប្រជាជនដូចជាមិនទៅលំបាកប្រហែលទេបាទហើយមនុស្សម្នាក៏ដូចជាមានការរាក់ទាក់ច្រើនដែរនៅតាមផ្លូវហើយតម្លៃក៏ដូចជាមានថ្លៃដែរនៅតំបន់នេះបាទគេឡើងរត់ចាយនេះឥឡូវនេះខ្ញុំកំពុងធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងវិញដើម្បីទៅទស្សនាកន្លែងផ្សេងទៀតបាទពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់វិហារហិណ្ឌូមួយនៅក្នុងទីក្រុងបាទនៅពេលនេះខ្ញុំបានមកដល់ព្រះវិហារស្រីម៉ាយ៉ាម៉ាន់នៅក្នុងទីក្រុងហៃក្រាបាតបាទជាព្រះវិហារតូចអីទេបាទហើយនៅខាងក្នុងក៏អត់មានជារូបចម្លាក់ឬក៏រូបសំណាកអីធំដុំអីច្រើនដែរបាទសន្តិរូបតូចដែលជាព្រះឬសាវករបស់ព្រះក្នុងសាសនាហិណ្ឌូបាទនៅទីនេះគឺច្រើនមកគ្រប់បូជាដូចជាថ្វាយផ្កាឬក៏ស្រោចទឹកឬក៏បួងសួងជាដើមបាទនៅខាងក្រៅព្រះវិហារក៏មានកន្លែងបួងសួងជាច្រើនហើយជនជាតិឥណ្ឌាគេចូលចិត្តបួងសួងណាស់
nơi tí khế miền Nam chơi chỉ trái hơi đàm phố miền đạ rụp tầm nạ bìa bùa không lúc miền phố vị tập bộ vị niếm hay cái mọc bố chia cà nhi đừng sòng tức cho đàm bạn bên nick nhầm có bàn trôi được buông xuống được không bìa bùa đi đây để sa sasna Hinduនិងsasna Phậtមានការបួងសួងប្រហាក់ប្រហែលគ្នាអាស្រ័យលើជំនឿរបស់យើងតែម្ដងទៅលើព្រះបាទនៅក្នុងបរិវេណព្រះវិហារសាសនា Hindu ក៏មានសាលាមួយដូចជាសាលាធម្មសភារបស់យើងអញ្ចឹងនៅក្នុងសាលានេះក៏មិនមានដាក់រូបព្រះទេឃើញតែមានរូបនៅគូរុគឺគ្រូប្រហែលជាអ្នកបួសឬក៏ជាសង្គ្រាចឬអ្វីដែលជាអ្នកចេះដឹងក្នុងសាសនា Hindu ដែលបានធ្វើមរណកាលទៅហើយគេបានដាក់តាំងនេះដើម្បីគោរពបូជាសម្រាប់មនុស្សជំនាន់ក្រោយបាទសូមអរគុណដែលបានទស្សនាវីដេអូនេះបាទ